បាទជំរាបសួរអ្នកទាំងអស់គ្នាដែលកំពុងតែសិក្សាភាសាកូរ៉េហ្នឹងហើយយើងវិលត្រឡប់មកជួបគ្នាវីដេអូសាជាថ្មីម្ដងទៀតហើយគឺការបង្រៀនភាសាកូរ៉េនៅលើ computer ហ្នឹងហើយដែលខ្ញុំផុសនៅលើបណ្ដាញ page របស់ខ្ញុំផ្ទាល់ហើយនឹង Facebook ច្រឡំ Facebook គឺ YouTube channel YouTube របស់ខ្ញុំផ្ទាល់ផងដែរតោះយើងចូលមកសិក្សាទាំងអស់គ្នាថ្ងៃគឺវិយាករណ៍យើងថ្ងៃនេះគឺយើងមានន័យថាគឺធ្លាប់ឬក៏មិនធ្លាប់យើងបកបានបើយើងនឹងចកីអ៊ីតាឬក៏អបតាធ្លាប់ឬក៏មិនធ្លាប់ហ្នឹងហើយតើយើងមកសិក្សាទាំងអស់គ្នាមកទី1គឺផាដៃសយោហែងគឺហាន់ចកីអ៊ីសយោតើធ្លាប់ធ្វើដំណើរកំសាន្តនៅឯសមុទ្រដែរឬទេហ្នឹងហើយចូលលេងណាបងប្អូនតោះមួយទៀតគឺគេថាទី2គេថា normal me unum sikur mokun jogi isoyo តើធ្លាប់ញ៉ាំម្ហូបដែលហឹរដែរឬទេដែលហឹរខ្លាំងដែរឬទេនេះ normal បងប្អូនណា normal me unum sikur mokun jogi isoyo តើធ្លាប់ញ៉ាំម្ហូបដែលហឹរខ្លាំងដែរឬទេអញ្ចឹងណាតោះយើងមើលកែវឧទាហរណ៍ទី3វិញគឺឆនេហាន់កូកោឬម៉ានីគុំប៊ូហាន់ចុកីអ៊ីសើគេថាឆនេពីមុនឥឡូវគឺយើងបកពីខាងក្រោយវិញមកម្ដងគឺតើធ្លាប់សិក្សាភាសាកូរ៉េច្រើនដែរឬទេពីមុនណាច្រើនដែរឬទេពីមុនឬក៏ច្រើនអត់ពីមុនម៉ានីគុំប៊ូហាន់ចុកីអ៊ីសើណាតើធ្លាប់សិក្សាគេនេះភាសាកូរ៉េនេះអូខេណាតោះទៅទៀតSura Swihan Choki Soyo Swihan Choki Soyo Sul មកន័យថាស្រានឹងឯ Swihan Choki Soyo ពីដើមមកវាគឺ Sura Swihara ក៏ប៉ុន្តែយើងលុបដាចេញវាអត់មានជើងទេវាបញ្ចប់ដោយស្រៈអញ្ចឹងហើយយើងបូកជាមួយនឹងជើងនេះChoki Soyo វាទៅជាSura Swihan Choki Soyo ហ្នឹងហើយបងប្អូនយល់ទេទម្រង់វេយ្យាករណ៍នេះវិធីសាស្ត្រប្រើប្រាស់ហើយនឹងអត្ថន័យរបស់វាតើគេប្រើនៅស្ថានភាពពីណាហ្នឹងហើយគឺវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេនឹងបើសិនជាពេញចិត្តការបង្រៀនរបស់ខ្ញុំបាទគឺសូមជួយចុច like follow page របស់ខ្ញុំម្នាក់មួយមកដើម្បីមានវីដេអូក្រោយៗទៀតកិរិយាសព្ទបូកជាមួយនឹងនិនចកីអ៊ីសយោអ៊ីសឬក៏អបតាអ៊ីតាអបតាសំទោសហ្នឹងហើយបូកបានកិរិយាសព្ទឯណាបងប្អូនហ្នឹងហើយយើងតែប៉ុណ្្នឹងចុះហ្នឹងហើយសូមអរគុណសូមជម្រាបលា